សប្តាហ៍ថ្ងៃនេះគឺនៅតែជារដូវនីតិរដូវដដែលនឹងឯងទោះបីថាផ្កាវាមិនសម្បូរដូចមុនក៏ដោយខ្លះដល់ទៅមួយខែទៀតឯណោះបានចូលរដូវក្តៅដែលភាសាអង់គ្លេសគេថា summer ចំណែកសម្រាប់ទេសភាពគឺនៅតែបៃតងខ្ចីនៅឡើយទេគឺស្រស់ស្អាតខ្លាំងមែនទែនត្រជាក់ភ្នែកនេះគឺជាទេសភាពនៅក្នុងឧទ្យានជាតិដែលនៅមិនឆ្ងាយពីផ្ទះរបស់ពួកខ្ញុំប្រហែលទេក្នុងឧទ្យានជាតិនេះដែលភាសាអង់គ្លេសគេហៅថា park មានទឹកប្រឡាយហូរកាត់តាំងពីដើមរហូតដល់ចុងមានពរហើយអ្នកដែលមិនដើរតាមដំបូន្មានរបស់មនុស្សអាក្រក់ហើយក៏មិនចូលក្នុងផ្លូវរបស់មនុស្សបាបឬអង្គុយជាមួយនឹងពួកមនុស្សដែលមើលងាយគេអ្នកនោះនឹងដូចជាដើមឈើដែលដុះនៅក្បែរមាត់ទឹកដែលបង្កើតផលតាមរដូវកាលហើយក៏មិនចេះស្លុបស្រពោនឡើយពេលដែលខ្ញុំមើលទេសភាពស្រស់ស្អាតបែបនេះហើយនឹងមានដើមឈើដែលដុះនៅក្បែរមាត់ទឹកធ្វើឲ្យខ្ញុំនៅឃើញដល់ទំនុកដំកើងចំពុក1ខ1ដល់ខ3តែខ្ញុំបានសូត្រត្រឹមតែខ1និងខ3ទេមិនបានសូត្រខ2ទេឃើញវីដេអូផ្អែមល្ហែមនេះគឺខ្ញុំសម្ដែងថាអូខ្ញុំដើរឃើញប្រុសស្អាតនៅតាមផ្លូវហើយក៏សុំរៀបការគាត់ថាគាត់រៀបការទៀតទេគាត់មានប្រពន្ធហើយរបស់គាត់គឺធ្វើគាត់រួចខ្លួនចេញពីការចំនួនរវាងប្តីនិងប្រពន្ធតែបើគាត់និយាយថាអូគាត់នៅលីវអីសុំរៀបការបានអីចឹងណាគឺដឹងតែត្រូវប៉ុណ្ណឹងហើយប៉ុន្តែគឺគួរខ្ញុំនឹងគ្នានិយាយលេងនឹងឯងឲ្យគាត់ចេះខ្មែរផងទៅធ្វើជាប្តីប្រពន្ធនឹងគ្នាកុំសូវតឹងរឹងនឹងមើងម៉ាត់ពេកពីព្រោះវាធ្វើឲ្យមានសម្ពាធដែរនៅក្នុងទំនាក់ទំនងប្តីប្រពន្ធចឹងហើយពួកខ្ញុំពីរនាក់តែលេងសើចខ្លះៗដែរមិនខ្លាំងពេកទេមិនលេងសើចជ្រុលទេដើរនៅតាមជីផ្លូវនេះក៏បានជួបជាមួយនឹងផ្សិតនេះឈ្មោះជាភាសាអង់គ្លេសគេហៅថា pheasant's back ចំពោះផ្សិតនេះគឺយើងអាចហូបបានជាពិសេសនៅពេលវាទៅដុះត្បូងទូទូយើងអាចបេះយកមកលាងហើយយកមកហាលឲ្យស្ងួតឬក៏យើងយកមកចាស់ហូបបានធម្មតាជាមួយនឹងប្រេងខ្យងអីហ្នឹងឯងពេលធំអញ្ចឹងកុំហូបក្នុងនោះវាមានពួក maggots ដែលជាដង្កូវទូចនៅក្នុងនោះឯងក្នុងសួនឧទ្យានជាតិនីមួយៗគេធ្វើទឹកស្រះឬក៏ទឹកបឹងទូចហ្នឹងឯងដើម្បីឲ្យសត្វវាចុះមកស៊ីត្រីឬក៏មកហែលលេងតាមសត្វកកឬសត្វក្រសានេះវាយូរពួកខ្ញុំបានឃើញម្ដងហើយឈ្មោះភាសាអង់គ្លេសរបស់វាគឺ heron សត្វប្រភេទនេះសម្បូរខ្លាំងមែនទែននៅកម្ពុជាបើសិនជាបានទៅលេងនៅដងទន្លេសាបគឺសត្វប្រភេទនេះឯងដែលសម្បូរខ្លាំងមែនទែន See you next video bye bye